សួស្តីទាំងអស់គ្នាវីដេអូនេះដែរសម្រាប់បងប្អូនដែលចង់រៀនឬក៏ដូចជាកំពុងត្រៀមប្រឡងចូល IFL ខ្ញុំមានពីរចំណុចសំខាន់ដែលបងប្អូនគួរដឹងមុននឹងសម្រេចចិត្តចូលរៀននៅទីនោះទាំងអស់គ្នាប្រកាសជាបានស្គាល់ហើយថា IFL ជាសាលាមួយល្បីជាពិសេស Department ភាសាអង់គ្លេសបើតាមពិតទៅនៅនឹងមានបន្តបណ្ដាភាសាផ្សេងទៀតដូចជាចិនជប៉ុនកូរ៉េអីហ្នឹងតែភាសាអង់គ្លេសល្បីជាងគេហើយវាមានមុនគេទៀតអញ្ចឹងកុំឲ្យខាត់ពេលយូរមកស្វែងយល់ពីចំណុចសំខាន់ទាំងពីរនឹងទាំងអស់គ្នាចំណុចទី1ទាំងអស់គ្នាប្រហែលជាធ្លាប់ឮឬគេប្រាប់ថាសាលា IFL ល្បីអញ្ចឹងរៀនអង់គ្លេសក៏ល្អហើយក៏ឆាប់ចេះទៀតត្រូវអត់ចម្លើយនោះគឺមិនប្រកបទេដោយសារតែមុននឹងអាចរៀននៅនឹងបានកម្រិតភាសាអង់គ្លេសទាំងអស់គ្នាទាមទារឲ្យយ៉ាងហោចណាស់ក៏ត្រូវមានកម្រិត intermediate ដែរឧបមាថាកម្រិតភាសាអង់គ្លេសទាំងអស់គ្នាទៀបជាងនឹងបន្តិចឬក៏ប្រហែលហ្នឹងហើយទាំងអស់គ្នាខំរៀនធ្វើវិញ្ញាសាត្រៀមប្រឡងចូលហើយក៏បានប្រឡងជាប់ក៏មិនប្រកាសថាទាំងអស់គ្នាហ្នឹងអាចរៀននៅនឹងបានទៅលូនដែរបើសិនជាសមត្ថភាពភាសាអង់គ្លេសទាំងអស់គ្នានៅមានកម្រិតទៅលើការសរសេរការនិយាយការអានឬក៏ការស្ដាប់ពីព្រោះថាការប្រឡងចូលហ្នឹងគេតេស្តទៅលើវេយ្យាករណ៍លើពាក្យនិងអំណានតែប៉ុណ្ណោះតែនៅពេលដែលអ្នកទាំងអស់គ្នារៀនជាក់ស្ដែងគឺតម្រូវឲ្យទាំងអស់គ្នាហ្នឹងត្រូវប្រើជំនាញទាំង4ហ្នឹងគឺស្ដាប់និយាយអានហើយនិងសរសេរមួយទៀតគឺពេលអ្នកទាំងអស់គ្នារៀននៅហ្នឹងមាន independent learning ឬក៏មានការរៀនខ្លួនឯងច្រើនអញ្ចឹងបើសមត្ថភាពជំនាញភាសាអង់គ្លេសទាំង4គឺស្ដាប់និយាយអានសរសេរហ្នឹងនៅមានកម្រិតអញ្ចឹងការរៀនក៏អាចទៅដោយមិនរលូនផងដែរនេះជាបទពិសោធន៍ជាក់ស្ដែងដែលខ្ញុំបានជួបផ្ទាល់ពេលរៀននៅហ្នឹងឆ្នាំទី1ថ្ងៃទី1សិស្សប្រហែល30នាក់មកពេញទាំងអស់តែម្ដងបានមួយអាទិត្យបាត់6 7នាក់ហើយក្នុងចំណោមអ្នកដែលមករៀនមួយចំនួនគឺមិនសូវបានមករៀនទៀងទាត់ផងចំណុចទី2បងខ្ញុំរៀនជំនាញមួយនៅសាលាមួយហើយអញ្ចឹងរៀនអង់គ្លេសនៅ IFL មួយទៀតសូឡូការងារធ្វើឲ្យត្រូវអត់ក៏មិនប្រកាសដែរខ្ញុំចង់ឲ្យទាំងអស់គ្នាពិចារណាលើរឿងទំហំការងារសាលាទាំងពីរដែលទាំងអស់គ្នាត្រូវរ៉ាប់រងសួរខ្លួនឯងថាអាចរៀនបានល្អអត់បើទាំងអស់គ្នារៀនពីសាលាអញ្ចឹងត្រូវបែងចែកពេលវេលានិងថាមពលច្រើនបើរៀនទៅបានលទ្ធផលមិនសូវល្អទេមិនគួររៀននៅ IFL មួយទៀតទេពីព្រោះថានៅ IFL គេមាន assignment ផង group work តែការងារជាក្រុមហ្នឹង projects presentation ឬក៏បទបង្ហាញការធ្វើបទបង្ហាញ quiz finals អីជាដើមហើយទាំងអស់គ្នាអាចសួរខ្ញុំវិញថាបងអញ្ចឹងខ្ញុំអាចពង្រឹងភាសាអង់គ្លេសមិនទៅពេលចេញធ្វើការគេត្រូវការប្រើអង់គ្លេសទៀតហ៎ចម្លើយគឺអាចរៀនអង់គ្លេសក្រៅម៉ោងបានតែទាំងអស់គ្នាចំណាយពេល4ទៅ5ម៉ោងក្នុងមួយអាទិត្យប៉ុណ្ណោះហើយមិនមានសម្ពាធការងារសាលាច្រើនហើយនៅតែអាចចេះភាសាអង់គ្លេសបានខណៈពេលទាំងអស់គ្នាអាចផ្ដោតខ្លាំងលើជំនាញស្នូលរបស់ខ្លួនជាពិសេសសាលាក្រៅម៉ោងមានច្រើនណាស់នៅភ្នំពេញដែលទាំងអស់គ្នាអាចរៀនបានពេលទាំងអស់គ្នាដាក់ពាក្យទៅរៀននៅក្រៅប្រទេសទាំងអាហារូបករណ៍និងទៅរៀនដោយខ្លួនឯងណាគេអត់សួរថាអ្នកទាំងអស់គ្នារៀនអង់គ្លេសឬមានសញ្ញាបត្រអង់គ្លេសចេញពី IFL អត់ទេប៉ុន្តែគេត្រូវការឲ្យអ្នកទាំងអស់គ្នានឹងមានបន្ទុក IELTS ឬក៏ Cambridge Test សូម្បីតែគ្រូបង្រៀននៅ IFL ក៏ពួកគាត់ត្រូវប្រឡងជួបបន្ទុក IELTS សិនដែរមុននឹងគាត់អាចទៅរៀននៅក្រៅប្រទេសបានហើយនេះជាអីដែលខ្ញុំបានឃើញផ្ទាល់មានអ្នកស្គាល់គ្នាម្នាក់គាត់រៀននៅ Cam Ed ផងនិងនៅ IFL ផងរៀនបានមួយអាទិត្យក៏សម្រេចចិត្តបោះបង់ IFL ចោលព្រោះគាត់ថាហត់ការងារច្រើនមិនសូវមានពេលរៀនខ្លួនឯងថែមហើយមានម្នាក់ទៀតនោះរៀននៅ Techno ផងនិង IFL ផងតែគាត់នៅតែស៊ូរៀនទោះបីជាពេលមករៀននៅ IFL ម្ដងមើលទៅដូចជាអស់កម្លាំងខ្លាំងក៏ដោយប៉ុន្តែលទ្ធផលនៅ IFL ដូចជាមិនសូវបានល្អទេសម្រាប់គាត់សរុបមកវិញគួររៀននៅ IFL ឬអត់អញ្ចឹងចម្លើយគឺអាស្រ័យលើកត្តាទាំងអស់នេះបើកម្រិតភាសាអង់គ្លេសទាំងអស់គ្នាមានចាប់ពីកម្រិត intermediate ឡើងឬក៏ upper intermediate និង advanced គឺកាន់តែល្អហើយបើទាំងអស់គ្នារៀនតែនៅ FL មួយកន្លែងក៏កាន់តែល្អថែមទៀតព្រោះលទ្ធផលរៀនរបស់ទាំងអស់គ្នានឹងកាន់តែប្រសើរពេលដែលទាំងអស់គ្នាខំប្រឹងប្រែងរៀនតែបើសម្រាប់ចិត្តរៀនជំនាញនៅសាលាមួយហើយនិងរៀនអង់គ្លេសនៅ FL មួយទៀតទាំងអស់គ្នាត្រូវត្រៀមខ្លួនបែងចែកពេលវេលាបានល្អប្រកបណាស់វាកម្រណាស់ដែលយើងអាចរៀនឲ្យពូកែទាំងពីរបានក្នុងពេលតែមួយអញ្ចឹងត្រូវសម្រេចចិត្តឲ្យបានល្អជៀសវាងការរៀនតាមគ្នាឬដោយសារគេឈ្មោះសាលា
ដោយមិនគិតពីសមត្ថភាពចាក់ស្ដែងរបស់យើងវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការចូលមើលវីដេអូនេះជួបគ្នានៅវីដេអូក្រោយអរគុណ